សៀមចំណាយខ្មោចទាហានជាង 1000 នាក់នៅថ្ងៃចុងក្រោយនៃសមរភូមិថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2025 ប្រិមិត្តដោយដែលប្រិមិត្តបានដឹងស្រាប់ហើយថាមួយថ្ងៃមុនកិច្ចព្រមព្រៀងបទឈប់បាញ់ពោលគឺសង្គ្រាមនាថ្ងៃចុងក្រោយថ្ងៃទី 26 និងព្រឹកថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2025 សៀមបានធ្វើការវាយប្រហារយ៉ាងសន្ធប់លើពីធម្មតាចំនួន 5 ដងដោយក្នុងនោះវាបានទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងនិងគ្រាប់ផ្លោងប្រមាណជាង 400 គ្រាប់មកលើសមរភូមិនៅតាមបណ្ដោយព្រំដែនដែលធ្វើឲ្យវីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងមានភាពស្មុគស្មាញនិងពិបាកនៅក្នុងការទប់ទល់យ៉ាងខ្លាំងទោះបីជាយ៉ាងណាក៏ដោយវីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងក៏បានវាយបកទៅវិញយ៉ាងចាស់ដៃផងដែរដោយនៅក្នុងនោះធ្វើឲ្យកងទ័ពសៀមងាប់និងរបួសជាច្រើនពាន់នាក់ត្រឹមតែមួយថ្ងៃហើយដែលដំណឹងនេះសៀមបានខិតខំបិទបាំងយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋរបស់ខ្លួនយ៉ាងណាក៏ដោយក្រុមគ្រួសារទាហានខ្លួនឯងប្រកាសជាដឹងច្បាស់ថាតើសាច់ញាតិរបស់ខ្លួនបានវិលត្រឡប់ទៅផ្ទះវិញដែរឬទេយោងតាមការចេញផ្សាយពី Facebook Page ផ្លូវការរបស់លោកផែងវណ្ណៈបានឲ្យដឹងថាត្រឹមសមរភូមិជោគជ័យព្រៃច័ន្ទនាថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2025 នេះទាហានសៀមឈ្លានពានបានងាប់នៅក្នុងសមរភូមិចំនួនជាង 300 នាក់រងរបួសជិត 1000 នាក់ដោយកំជ្រួចវង BM21 របស់វីរៈកងទ័ពជួរមុខកម្ពុជាយើងទោះបីជាយ៉ាងណាក៏ដោយសារព័ត៌មានចោលសៀមឈ្លានពានបានប្រឹងបិទបាំងព័ត៌មានពិតព្រោះខ្លាចទាហានរបស់ខ្លួនបាក់ទ័ពរត់ចោលជួរចំនួននេះត្រឹមតែជាចំនួននៅក្នុងសមរភូមិជោគជ័យនិងព្រៃច័ន្ទតែប៉ុណ្ណោះយើងនៅមិនទាន់គិតពីសមរភូមិដទៃទៀតដែលក្នុងមួយសមរភូមិទ័ពសៀមងាប់មិនក្រោម 100 នាក់នោះឡើយលោកក៏បានសរសេរបន្ថែមទៀតថាសូមគោរពថ្លែងអំណរគុណនិងកោតសរសើរដោយស្មោះចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខយើងដែលបានវាយបកទប់ទល់ជាមួយនឹងសត្រូវឈ្លានពានការពារបូរណភាពទឹកដីដោយឆន្ទៈមោះមុតមិនរុញរានិងមិនញញើតនោះឡើយគួរជម្រាបផងដែរថាបើតាមព័ត៌មានមិនផ្លូវការដែលទទួលបានពីសមរភូមិមុខនិងផ្ទៀងផ្ទាត់ជាមួយនឹងព័ត៌មានពីប្រជាពលរដ្ឋសៀមជាច្រើនបានឲ្យដឹងថានៅក្នុងសង្គ្រាមរយៈពេល2លើកក្នុងឆ្នាំ 2025 នេះកងទ័ពថ្មើរសៀមបានចោលខ្មោចនៅក្នុងព្រៃកម្ពុជាមិនក្រោម 10000 នាក់នោះឡើយរួមទាំងរបួសជាច្រើនម៉ឺននាក់ថែមទៀតសូម្បីតែមន្ទីរពេទ្យនៅតាមបណ្ដាព្រំដែនជាប់ជាមួយនឹងកម្ពុជាក៏មិនអាចទទួលអ្នករបួសបានក៏ដឹកបន្តទៅមន្ទីរពេទ្យខេត្តជាប់គ្នានិងខ្លះទៀតដឹកបន្តទៅទីក្រុងបាងកក